បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសិក្សាអំពីកម្រងសំណួរដែលសម្រាប់ត្រៀមប្រឡងចូលមន្ត្រីរាជការតាមស្ថាប័ននានាឬត្រៀមចូលសាលាភូមិរដ្ឋបាលអញ្ចឹងវីដេអូមុនយើងបានបញ្ចប់រួចមកហើយទាក់ទងនឹងចំណេះដឹងទូទៅផ្នែកវប្បធម៌និងសង្គមយើងនឹងផ្ដោតទៅលើផ្នែកមុខងារសាធារណៈវិញម្ដងបាទសំណួរទី44គេបានលើកឡើងថារចនាសម្ព័ន្ធមុខងារសាធារណៈនៃប្រទេសកម្ពុជាបែងចែកជាកក្រុមអង្គប្រភេទក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់សន្ទុះខអង្គប្រភេទក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់សន្ទុះនិងកមានក្របខ័ណ្ឌឋានន្តរស័ក្តិថ្នាក់សន្ទុះជាគោលការណ៍សមាសធាតុនៃប្រតិវត្តមន្ត្រីរាជការស៊ីវិលដែលស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលអាចបើកប្រាក់ខែតាមប្រមាណប្រភេទមន្ត្រីរាជការស៊ីវិលអាចបើកប្រាក់ខែកមាន5ប្រភេទខ4ប្រភេទនិងក3ប្រភេទចំណុចដែលត្រឹមត្រូវគឺចំណុចកមានបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយខប្រធានការិយាល័យមន្ទីរជំនាញរាជធានីខេត្តសំណួរទី49ប្រមាណរូបក4រូបខ5រូបក3រូបនិងខមាន2រូបចម្លើយត្រឹមត្រូវគឺចម្លើយកមាន3រូបបាទសំណួរទី50សិស្សនិស្សិតដែលប្រឡងចូលជាមន្ត្រីរាជការប្រសិនបើសញ្ញាបត្រថ្នាក់បណ្ឌិតគេត្រូវគិតអាយុប្រមាណឆ្នាំបាទចាំបើសិនជាថ្នាក់បណ្ឌិតគឺគេមិនគិតអាយុនោះទេបាទចម្លើយសំត្រូវគឺចម្លើយកមិនគិតអាយុហើយយើងចូលដល់សំណួរទី51អភិបាលក្រុងត្រូវតែងតាំងដោយកព្រះរាជក្រឹត្យខ
ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក៏អនុក្រឹត្យបាទចំណុចសំខាន់គឺអនុក្រឹត្យចេញដោយនាយករដ្ឋមន្ត្រីអភិបាលក្រុងសំណួរទី52មន្ត្រីរាជការស៊ីវិលត្រូវអនុវត្តកាតព្វកិច្ចការងារក្នុងរយៈពេល1សប្តាហ៍មានរយៈពេលប្រមាណម៉ោងមានក44ម៉ោងខ40មានក44ម៉ោងខ38ម៉ោងក48ម៉ោងនិងខសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចូលទៅ follow page និង subscribe channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត